ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកស្លមកជូរផលិតស្លឹកអំពិលថៃកញ្ចុះចាហើយខែនេះហ่ะស្លឹកអំពិលក៏លាស់ល្អមកអមហ្នឹងក៏ទឹមដុះខ្ចីចាហើយឈ្ងុយមកអមស្រែចាឥឡូវយើងមកដំគ្រឿងកាត់ឆ្អាបយើងដើម្បីដាក់ស្លមានម្ដេងគល់សក្រីខ្ទឹមសខ្ទឹមក្រហមគ្រឿងផ្សំយើងរួចរាល់ហើយទឹកពុះល្មមយើងមករៀបចំស្លចាដាក់គ្រឿងកាត់ឆ្អាបមុនគេបន្ទាប់មកប្រហុកចាម្ដាមប្រើផុកសាច់ចាមានខ្នុរទឹកត្រីស្ករចារសជាតិទៅតាមយើងធ្លាប់ញ៉ាំបងប្អូនចាហើយសម្រាប់ស្លឹកអំពិលនេះដាក់មុនគេដោយសារចង់ឲ្យវាចេញជាតិជូរអស់ព្រោះអីយើងអត់មានប្រើម្ជូរអំពិលអីថែមទេបន្ទាប់ពីដាក់ផលិតដាក់អីឲ្យបងអមរួចរាល់កុំភ្លេចម្ទេស 4-5 គ្រាប់ផងណារួចរាល់ហើយសម្រាប់ស្លមួយឆ្នាំងនេះស្លហើយយើងមកប្រឡាក់សាច់សាស៊ីវម្ដងចាម្ដាមមានសាច់3ជាន់ជាមួយឆ្អឹងជំនីប្រហែលជា2គីឡូចាយើងឆៀកវានិងកាត់វាដុំតូចល្មមអាំងមកណាចាសម្រាប់ម្សៅសាស៊ីវដូចម្ដាមបង្ហាញអញ្ចឹងចាហើយបងប្អូនលៃទៅដាក់តាមចំនួនសាច់ដែលយើងប្រឡាក់ទៅណាចាគ្រឿងផ្សំមានតែស៊ុបខ្នុរស្ករសទឹកស៊ីអ៊ីវប្រេងខ្យងហើយនឹងសម្រាប់ខ្ទឹមនេះម្ដាមច្រាំហើយដាក់ប្រេងហើយយើងទុកក្នុងទូទឹកកកបន្ទាប់មកយើងយកមកដាក់សាច់ប្រឡាក់យើងមកចាយើងមិនបាច់ចាំដាក់ប្រេងថែមទៀតដោយសារនៅក្នុងខ្ទឹមហ្នឹងយើងបានដាក់ប្រេងហើយណាចាសម្រាប់ម្រេចយើងចង់ដាក់ក៏បានអត់ក៏បានដែរតទៅពីយើងដាក់គ្រឿងផ្សំរួចរាល់យើងច្របល់សាច់នឹងឲ្យសព្វណាចាច្របល់ហើយយើងទុកចោលប្រហែលជាកន្លះម៉ោងទៅ1ម៉ោងមុននឹងយើងយកទៅអាំងក្នុង air fry សាច់អាំងក្នុង air fry ហ្នឹងបងប្អូនលៃមើលទៅតាមជាក់ស្ដែងណាភ្លើងដាក់ប្រហែលនាទីចាអាស្រ័យលើ air fry បងប្អូនណាចាឆ្អិនរួចរាល់មួយមុខទៀតហើយសាច់សាស៊ីវអាំងយើងស្លហើយនឹងធ្វើសាស៊ីវហើយយើងមកធ្វើសាច់ផាក់ឡូវមួយមុខទៀតចាផាក់ឡូវថ្ងៃនេះគឺត្រជាក់ជ្រូកជាមួយជើងជ្រូកចាជើងជ្រូកហ្នឹងយើងយកមកកណាត់ខាងលើយើងលាងសម្អាតសាច់យើងឲ្យស្អាតមកមុននឹងយើងចាប់ផ្ដើមធ្វើផាក់ឡូវហើយរបៀបធ្វើផាក់ឡូវអត់មានអីពិបាកទេបងប្អូនណាយើងដាក់ខ្ទឹមច្រាមយើងលីងទៅ
ហើយដាក់ឈើអែមមកកូនដុំផ្កាច័ន្ទ4 10គ្រាប់ចឹងទៅលីងឲ្យវាឈ្ងុយចាសម្រាប់គ្រឿងផ្សំរសជាតិស្រេចតែបងប្អូនចូលចិត្តទេផ្អែមប្រៃដាក់ទៅតាមការចូលចិត្តរបស់យើងណាចាហើយម្រេចយើងចង់ដាក់ក៏បានអត់ក៏បានដែរយើងដាក់គ្រឿងផ្សំយើងកូរចូលគ្នាឲ្យសព្វមកណាចានិយាយទៅមានស្ករត្នោតមានទឹកស៊ីអ៊ីវមានអីហ្នឹងហើយទឹកត្រីអីហ្នឹងចាហើយនេះទឹកស៊ីអ៊ីវខាប់ដែលម្ដាមធ្វើខ្លួនឯងចាម្ដាមធ្លាប់មានវីដេអូរួចហើយហើយយើងច្បល់គ្រឿងផ្សំហ្នឹងឲ្យសព្វទៅហើយយើងដាក់សាច់យើងចូលមកបន្ទាប់ពីយើងដាក់សាច់ហើយយើងដាក់ទឹកម្ងាស់ឲ្យវាផុយសាច់យើងណាទៅតាមការចូលចិត្តរបស់បងប្អូនចង់បានផុយប៉ុណ្ណាយើងម្ងាស់ទៅតាមហ្នឹងតែប៉ុណ្្នឹងរួចរាល់ហើយផាក់លើយើងចាឆ្អិនមួយមុខទៀតហើយឡើងក្រហមល្អណាបងប្អូនចានេះឯង